តើមាសមានប្រមាណប្រភេទហើយប្រភេទនីមួយៗហ្នឹងវាខុសគ្នាដូចម្ដេចខ្លះមានចំនួនលោហៈមាសហ្នឹងប្រមាណភាគរយចំណុចទី2នោះគឺថាតើប្រភេទនីមួយៗហ្នឹងមានតម្លៃខុសគ្នាមិនខ្លះហើយនឹងចំណុចចុងក្រោយខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាពីរបៀបដែលអ្នកទាំងអស់គ្នាមើលហាងមុននឹងអ្នកទាំងអស់គ្នាទិញមាសថាតើហាងហ្នឹងអាចទុកចិត្តបានអត់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹង3ចំណុចធំៗដែលអ្នកទាំងអស់គ្នាត្រូវស្វែងយល់មុននឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមវិនិយោគមាសអញ្ចឹងមុននឹងនាងខ្ញុំបកស្រាយលម្អិតពាក់ព័ន្ធទៅនឹង3ចំណុចដែលនាងខ្ញុំបានលើកឡើងខាងដើមយើងមកស្វែងយល់អំពីអក្សរកាត់ K និង C ជាមុនសិនដើម្បីកុំឲ្យច្រឡំគ្នាអក្សរ K គឺមុខវិពាក្យថា carat ដែលជាຂະຫນាត់សម្រាប់រង្វាស់មាសហើយអក្សរ C គឺមុខវិពាក្យថា carat ដែលគេប្រើសម្រាប់រង្វាស់ពេជ្រតែមែនតើទៅអក្សរ K និង C ហ្នឹងត្រូវបានគេប្រើសម្រាប់រង្វាស់មាសទាំងពីរបើអ្នកទាំងអស់គ្នាឃើញគេសរសេរអក្សរ K អញ្ចឹងមានន័យថារង្វាស់ហ្នឹងគឺគេប្រើនៅសហរដ្ឋអាមេរិកកាណាដាជប៉ុនហើយបើសិនជាអ្នកទាំងអស់គ្នាឃើញគេប្រើអក្សរ C អញ្ចឹងមានន័យថារង្វាស់ហ្នឹងគឺគេប្រើនៅចក្រភពអង់គ្លេសអូស្ត្រាលីនិងញូហ្សេឡង់តោះឥឡូវយើងមកស្វែងយល់អំពីប្រភេទមាសម្ដងអញ្ចឹងមាសមាន5ប្រភេទធំៗតែប្រភេទទី1ហ្នឹងគឺមាសកម្រិត 24K ជាទូទៅមាស 24K នេះគឺជាប្រភេទមាសសុទ្ធដែលមានលោហៈមាសរហូតដល់ 99.9% ហើយមិនមានលោហៈផ្សេងហ្នឹងគឺលាយជាមួយទេហើយរូបរាងរបស់វាមានពណ៌ភ្លឺជាងគេហើយចំណែកឯពណ៌មាសវិញគឺមានលក្ខណៈលឿងខ្លាំងទន់ជ្រាយមិនមាំហើយងាយនឹងមានស្នាមហើយយើងអាចប្រើកម្លាំងបត់បែនបានជាទូទៅមាសប្រភេទនេះគេមិនប្រើសម្រាប់ធ្វើជាគ្រឿងអលង្ការទេដូចជាចិញ្ចៀនខ្សែដៃឬមួយក៏ខ្សែកអីហ្នឹងជាដើមគឺគេប្រើសម្រាប់តែផលិតជាដុំមាសនិងកាក់ចំណែកឯមាសប្រភេទទី2គឺមាសកម្រិត 22K ជាទូទៅមាសប្រភេទនេះគឺមានលោហៈមាសរហូតដល់ 92% ហើយចំណែកឯភាគរយដែលនៅសល់គឺជាប្រភេទលោហៈទង់ដែងឬមួយក៏ប្រាក់ដើម្បីឲ្យមាសប្រភេទនេះមានលក្ខណៈរឹងមាំហើយលក្ខណៈរបស់វានោះគឺសម្បូរធាតុមាសតម្លៃថ្លៃប៉ុន្តែស្ថិតនៅក្រោមតម្លៃ 24K បន្តិចនិងមានពណ៌លឿងមាសល្អរាងរឹងមាំជាងមាស 24K ហើយងាយស្រួលបត់បែនធ្វើជាគ្រឿងអលង្ការបានល្អតោះឥឡូវយើងមកមើលមាសប្រភេទទី3គឺមាសកម្រិត 18K អញ្ចឹងមាសប្រភេទនេះគឺមានលោហៈមាស 75% និង 25% ទៀតជាប្រភេទលោហៈទង់ដែងឬមួយក៏ប្រាក់ជាទូទៅកម្រិតមាសមួយនេះមានលក្ខណៈស្រស់ស្អាតនិងរឹងមាំដោយសារតែមានធាតុផ្សេងបញ្ចូលរហូតដល់ 25% ដែលអាចយកទៅដាំត្បូងបានជាប់យ៉ាងល្អមាសប្រភេទនេះគឺល្អសម្រាប់យកទៅធ្វើចិញ្ចៀននិងនាឡិកាថ្លៃៗតោះឥឡូវយើងមកមើលមាសប្រភេទទី4ម្ដងគឺមាសកម្រិត 14K វាមានធាតុមាសសុទ្ធចំនួន 58% និងលោហៈដតីទៀតចំនួន 42% ដែលនៅក្នុងនោះមានដូចជាលោហៈសង្កសីនិងនីកែលហើយកម្រិតពណ៌របស់វាគឺមិនសូវជាមានលក្ខណៈលឿងល្អដូចជាមាស 24K 22K និង 18K ទេជាទូទៅគឺគេប្រើវាជាគ្រឿងអលង្ការសម្រាប់ពាក់ជាប្រចាំថ្ងៃហើយមាសប្រភេទនេះគឺប្រជាពលរដ្ឋសហរដ្ឋអាមេរិកគឺចូលចិត្តខ្លាំងគឺដោយសារតែមាសកម្រិត 24K ហ្នឹងគឺវាមានលក្ខណៈមាំល្អចំណែកឯមាសប្រភេទចុងក្រោយគឺមាសកម្រិត 10K ជាទូទៅមាសប្រភេទកម្រិត 10K ហ្នឹងគឺមានលោហៈមាសសុទ្ធចំនួន 41.7% និងលោហៈដតីទៀតចំនួន 58.3% ដែលជាមាសដែលមានកម្រិតទាបជាងគេនៅសហរដ្ឋអាមេរិកពណ៌របស់វាមានលក្ខណៈស្លេកជាងគេប៉ុន្តែមានភាពរឹងមាំជាងគេនិងតម្លៃធូរថ្លៃជាងគេផងដែរនេះគឺជាតារាងតម្លៃមាសសម្រាប់ថ្ងៃទី23ខែមេសាឆ្នាំ2026ដោយតែយើងបានឃើញអញ្ចឹងយើងមានជួរដែកពណ៌ខៀវហ្នឹងដែលបង្ហាញអំពីຂະຫນាត់របស់មាសក៏ដូចជាភាពសុទ្ធរបស់មាសតម្លៃមាសនៅក្នុង1ក្រាមនិងតម្លៃមាសនៅក្នុង1អោនចំណែកឯជួរឈរខាងមុខគេដែលមានពណ៌មាសហ្នឹងគឺជាប្រភេទនៃមាសនីមួយៗអញ្ចឹងយើងអាចមើលឃើញហើយថាមាស 24K គឺមានតម្លៃនៅក្នុង1ក្រាមគឺ $152.18 ចំណែកឯតម្លៃនៅក្នុង1អោនវិញគឺ $4,733.20 ចំណែកឯមាស 22K គឺមានតម្លៃនៅក្នុង1ក្រាមគឺ $139.55 ចំណែកឯតម្លៃនៅក្នុង1អោនវិញគឺ $4,340.34
មាស 18K គឺតម្លៃនៅក្នុង1ក្រាម $114.14 ចំណែកឯតម្លៃនៅក្នុង1អោនវិញគឺ$3,549.90 សម្រាប់មាស 14K វិញគឺតម្លៃ$88.72 នៅក្នុង1ក្រាមចំណែកក្នុង1អោនគឺ$2,759.46 និងចុងក្រោយគេគឺមាស 10K ដែលមានតម្លៃនៅក្នុង1ក្រាមគឺ$63.46ចំណែកតម្លៃនៅក្នុង1អោនគឺ$1,973.74លក្ខណៈខុសគ្នារវាងមាស 24K ជាមួយនឹងមាសប្រភេទផ្សេងទៀតហ្នឹងគឺមាស 24K ហ្នឹងគឺភាគច្រើនគឺគេអត់យកទៅធ្វើជាគ្រឿងអលង្ការទេដោយសារតែវាមានលក្ខណៈទន់អញ្ចឹងគេយកទៅធ្វើជាដុំមាសឬមួយក៏ជាកាក់អីជាដើមចំណែកឯមាស 22K ដល់ 10K គឺគេយកទៅធ្វើជាគ្រឿងអលង្ការដោយឡែកលក្ខណៈខុសគ្នាហ្នឹងគឺមាស 22K ហ្នឹងគឺសម្រាប់គ្រឿងអលង្ការដែលពាក់ដូចជាចូលរួមក្នុងកម្មវិធីអីផ្សេងៗជាដើមអញ្ចឹងទៅប៉ុន្តែមាស 10K គឺគេធ្វើជាគ្រឿងអលង្ការសម្រាប់ពាក់ជាប្រចាំដោយសារតែភាពរឹងមាំរបស់វាអូខេអ្នកទាំងអស់គ្នាឥឡូវយើងមកស្វែងយល់អំពីចំណុចចុងក្រោយគឺរបៀបមើលហាងមាសមុននឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមដាក់លុយរបស់អ្នកទាំងអស់គ្នាទិញមាសនៅហាងហ្នឹងអញ្ចឹងសូមបញ្ជាក់កន្លែងនេះតិចនាងខ្ញុំមិនជាអ្នកជំនាញមើលមាសអីទេនាងខ្ញុំគ្រាន់តែមក share ចែករំលែកនៅបទពិសោធន៍ដែលនាងខ្ញុំធ្លាប់បានធ្វើកន្លងមកអញ្ចឹងដំបូងឡើយអ្នកទាំងអស់គ្នាអាចសាកសួរទៅអង្គពូមីងឬមួយក៏មិត្តភ័ក្តិណាក៏ដោយដែលគាត់ធ្លាប់ទិញមាសឬមួយក៏គាត់ធ្លាប់វិនិយោគមាសពីមុនមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាកុំទាន់អាចទុកចិត្ត 100% អីគឺអ្នកទាំងអស់គ្នាអាចតេស្តមើលបានតែអ្នកទាំងអស់គ្នាទិញមាសហ្នឹងនៅក្នុងប្រមាណតិចឧទាហរណ៍ថា1ហ៊ុន2ហ៊ុនឬមួយក៏1លី2លីអីអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាទៅទិញហើយអ្នកទាំងអស់គ្នាអាចសាកតេស្តមើលដោយយកមាសហ្នឹងយកទៅលក់ទៅហាងផ្សេងចង់ដឹងថាតើអ្នកលក់នៅហាងផ្សេងហ្នឹងគឺគាត់មានការសន្យាតម្លៃឬមួយក៏ពាក់ព័ន្ធទៅនឹងទឹកមាសរបស់អ្នកទាំងអស់គ្នាអត់ល្អអីអត់អញ្ចឹងបើសិនជាមានបញ្ហាហ្នឹងអ្នកទាំងអស់គ្នាអាចសាកយកទៅតេស្ត2-3ហាងអីអញ្ចឹងដើម្បីឲ្យច្បាស់ថាតើហាងដែលអ្នកទាំងអស់គ្នាទិញដំបូងហ្នឹងគឺអាចទុកចិត្តបានអត់មុននឹងអ្នកទាំងអស់គ្នាដាក់លុយទៅទិញមាសចាពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេមានតែឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នទាំងអស់គ្នាហើយជាពិសេសអ្នកទាំងអស់គ្នាគួរតែស្វែងយល់អំពីចំណុច3ដែលខ្ញុំបានលើកឡើងហ្នឹងមុននឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមវិនិយោគមាសគឺចំណុចទី1គឺអ្នកទាំងអស់គ្នាត្រូវដឹងពីប្រភេទមាសក៏ដូចជាតម្លៃរបស់មាសហើយនឹងស្វែងរកហាងដែលអ្នកទាំងអស់គ្នាពេញចិត្តចាវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាមានកំហុសខុសឆ្គងឬមួយក៏អ្នកទាំងអស់គ្នាមានជាមតិយោបល់អីអ្នកទាំងអស់គ្នាអាចខមមិននៅខាងក្រោមបានចាសូមអរគុណជំរាបលាបាយបាយ